ធានបទចំណងជើងគេថា at the hospital បាទនៅមន្ទីរពេទ្យចឹងនៅក្នុងការសន្ទនានេះយើងមានមនុស្សពីរនាក់មានអ្នកជំងឺហើយនិងគ្រូពេទ្យឬក៏វិជ្ជបណ្ឌិតនឹងបាទអញ្ចឹងអ្នកជំងឺអង់គ្លេសថា patient បាទអញ្ចឹងអ្នកជំងឺ patient គាត់និយាយថា good morning doctor I have been feeling very weak and dizzy for the past few days បាទអញ្ចឹងខ្ញុំសូមបកឲ្យនៅខាងស្ដាំនេះpatient យើងប្រែថាអ្នកជំងឺបាទអរុនសួស្ដីលោកគ្រូពេទ្យខ្ញុំមានអារម្មណ៍ថាខ្សោយក្នុងខ្លួនណានិងវិលមុខពី3ថ្ងៃកន្លងមកនេះអញ្ចឹង doctor យើងប្រែថាគ្រូពេទ្យឬក៏វិជ្ជាបណ្ឌិតបាទអញ្ចឹងខ្ញុំសូមអានម្ដងទៀត patient good morning doctor I have been feeling very weak and dizzy for the past few days បាទអញ្ចឹងdoctor វិជ្ជបណ្ឌិតឬក៏លោកគ្រូពេទ្យហ្នឹងគាត់និយាយថា good morning I see do you have any other symptom like fever or nausea អញ្ចឹងគាត់ថាអរុនសួស្ដីខ្ញុំយល់ហើយតើអ្នកមានរោគសញ្ញាណាមួយផ្សេងទៀតដូចជាគ្រុនក្តៅឬក៏ចង្កូតបាទអញ្ចឹង fever យើងប្រែថាគ្រុនក្តៅ nausea ហ្នឹងមានន័យថាយើងចង្កូតណាបាទបាទអញ្ចឹងអ្នកជំងឺគាត់ថា yes I have had a slight fever and some headaches as well អញ្ចឹងគាត់ថាបាទខ្ញុំក្តៅខ្លួនបន្តិចបន្តួចហើយនឹងឈឺក្បាលផងដែរបាទអញ្ចឹងលោកគ្រូពេទ្យគាត់ថា okay let me check your temperature and blood pressure អញ្ចឹងគាត់ថាបាទឲ្យខ្ញុំពិនិត្យមើលសីតុណ្ហភាពក្នុងខ្លួនអ្នកនិងសម្ពាធឈាមសិនបាទអញ្ចឹងអ្នកជំងឺគាត់ថា sure doctor I'm really worried about my health អញ្ចឹងគាត់ថាបាទលោកគ្រូពេទ្យខ្ញុំពិតជាមានការព្រួយបារម្ភពីសុខភាពរបស់ខ្ញុំណាស់បាទអញ្ចឹងលោកគ្រូពេទ្យគាត់និយាយថា your blood pressure is a bit low have you been eating and drinking enough water your blood pressure is a bit low have you been eating and drinking enough water អញ្ចឹងគាត់និយាយថាសម្ពាធឈាមរបស់អ្នកទាបបន្តិចតើអ្នកបានញ៉ាំអាហារនិងផឹកទឹកបានគ្រប់គ្រាន់ទេបាទអញ្ចឹងអ្នកជំងឺគាត់និយាយថា not really I haven't been feeling hungry for the past few days but not really I haven't been feeling hungry for the past few days អញ្ចឹងគាត់និយាយថាខ្ញុំមិនបានញ៉ាំអាហារនិងផឹកទឹកបានគ្រប់គ្រាន់ទេខ្ញុំមិនសូវឃ្លានពី3ថ្ងៃកន្លងមកនេះបាទអញ្ចឹងបន្តទៀតលោកគ្រូពេទ្យគាត់ថា well that might be making you feel weak I will do some test to find out what's wrong អញ្ចឹងថានោះប្រហែលជាធ្វើឲ្យអ្នកខ្សោយខ្ញុំនឹងធ្វើការពិនិត្យដើម្បីរកមើលថាតើអ្នកឈឺអីបាទអញ្ចឹងអ្នកជំងឺគាត់ថា thank you doctor will I need to stay in the hospital អញ្ចឹងអរគុណលោកគ្រូពេទ្យខ្ញុំនឹងត្រូវសម្រាកនៅមន្ទីរពេទ្យមែនទេអញ្ចឹងលោកគ្រូពេទ្យក៏មានប្រសាសន៍ថា I'll tell you after the test result but for now get some rest and drink plenty of fluids បាទខ្ញុំនឹងប្រាប់អ្នកបន្ទាប់ពីលទ្ធផលពិនិត្យប៉ុន្តែឥឡូវនេះអ្នកសម្រាប់សិនទៅហើយញ៉ាំទឹកឲ្យបានច្រើនផងបាទអញ្ចឹងខ្ញុំសូមអានឲ្យម្ដងទៀតបាទ at the hospital patient good morning doctor I have been feeling very weak and dizzy for the past few days doctor good morning I see do you have any other symptoms like fever or nausea patient yes I have had a slight fever and some headaches as well doctor okay let me check your temperature and blood pressure patient sure doctor
I'm really worried about my health. Doctor, your blood pressure is a bit low. Have you been eating and drinking enough water? Patient, not really. I haven't been feeling hungry for the past few days. Doctor, that might be making you feel weak. I will do some tests to find out what's wrong. Patient, thank you, doctors. Will I need to stay in the hospital? Doctor, I'll tell you after the test results. But for now, get some rest and drink plenty of fluids.